សួស្តីអ្នកទាំងអស់គ្នាមកកាន់ការសម្រាយរឿង Breaking Bad រដូវកាលទី4 វគ្គ 7 រឿងបានចាប់ផ្ដើមឡើងពី JC ដែលកំពុងលេងហ្គេមបាញ់ Zombie តែការលេងនោះក៏ដំណើរទៅយ៉ាងតានតឹងព្រោះរាល់ដងដែលគាត់បាញ់ចេញទៅគាត់ក៏នឹកឃើញដល់ពេលដែលគាត់បាញ់កែវរូបភាពនោះគឺជាអ្វីដែលគាត់ព្យាយាមបំភ្លេចតែមិនថាធ្វើយ៉ាងណាក៏ធ្វើមិនបានចំណែក Walter ក៏មកនៅកន្លែងនឹងឡានជាមួយនឹង Skyler ដែលឡានដំបូងដែលកោឆាយគឺ Challenger របស់កូនពួកគេតែបន្តិចទៀតមិនមែនទៀតទេព្រោះ Skyler ប្រាប់ឲ្យយកទៅសងហើយ Walter ក៏ត្រូវតែធ្វើតាមព្រោះនោះគឺជាពាក្យបញ្ជាដែលនាងក៏បានទៅនិយាយជាមួយនឹងក្រុមហ៊ុនហើយតែខាងក្រុមហ៊ុនក៏មិនចង់ទទួលវិញទើបនាងត្រូវចំណាយពេលជិត1ម៉ោងដើម្បីនិយាយបញ្ចុះបញ្ចូលល្មមតែបានតែខាងនោះក៏ទាមទារ$800វាថ្លៃខ្លាំងណាស់ទោះជាទើបតែទិញមកបាន2ថ្ងៃ Walter ក៏មិនពេញចិត្តយ៉ាងខ្លាំងតែមិនថាយ៉ាងម៉េចគាត់ក៏ត្រូវតែធ្វើតាមនោះថែមទាំងគាត់ក៏ត្រូវបើកវាទៅសងដោយខ្លួនឯងទៀតនៅពេល Challenger នោះត្រូវលាងស្អាតហើយ Skyler ក៏បានប្រាប់ទៅថាកុំភ្លេចឲ្យទីបកូនចៅផងដើម្បីបង្កើនកម្លាំងចិត្តនិងភាពជឿជាក់លើមេថ្មីតែក្រោយពីនោះ Walter ក៏មិនបានយកឡានទៅសងស្រួលៗនោះទេបើមិនបង្កបញ្ហាសិនក៏មិនមែន Walter ដែរគាត់យក Challenger មកបើកវ៉ាលេងឲ្យសមនឹងតម្លៃ$800ដែលត្រូវចំណាយនោះ Walter បានធ្វើបែបនោះយ៉ាងយូរព្រោះរត់ទៅជន់ក៏រត់តែសប្បាយរហូតដល់ពេលមួយឡានដែលត្រូវយកទៅសងធ្លាក់ចុះផ្លូវទៅហើយនេះវាក៏ធ្វើឲ្យ Walter មួម៉ៅយ៉ាងខ្លាំងព្រោះមិនថាគាត់ថយយ៉ាងណាក៏មិនឡើងនៅពេលគាត់ចាំមកមើលហើយឃើញសភាពរបស់ឡានក៏រត់តែមួម៉ៅខ្លាំងជាងមុនទៅទៀតគាត់សម្រេចចិត្តមិនសងមិនអីវាហើយទៅយកឯកសារក្នុងឡានមកមូលបន្ទាប់មកក៏យកវាទៅញាត់ក្នុងចន្លោះចាក់សាំងមុននឹងបានបញ្ចប់ដោយការដើរទៅយកកន្លែងដុតប្រេកក្តៅៗមកដុតក្រដាសរួចហើយគាត់ក៏ដើរចេញមកយ៉ាងលួយទៅអង្គុយមើលស្នាដៃរបស់គាត់នៅខណៈដែលកំពុងរងចាំគាត់ក៏បានទេហៅតាក់ស៊ីឲ្យមកទទួលទេរួចឡាននោះក៏បានផ្ទុះទៅជាស្នាដៃសិល្បៈឲ្យ Walter បានមើលដូរមកម្ដងទៀត Walter ក៏បានមករកសដល់ការិយាល័យដោយសក៏បានរអ៊ូដាក់ Walter មួយឈុតធំដែលទៅលេងដើម្បីឈួតបែបនោះតែក៏បារម្ភគាត់ចាត់ការគ្រប់យ៉ាងហើយវានឹងក្លាយទៅជាហេតុការណ៍ដុតសម្រាមខុសកន្លែងតែប៉ុណ្ណោះតែវាមិនហ្វ្រីនោះទេមានថ្លៃផាកពិន័យ$5000និងថ្លៃដឹកជញ្ជូន$600ទៀតបញ្ចប់ដោយថ្លៃសម្អាតស្នាមកង់ឡាន$3000វាធ្វើឲ្យការទៅបើកឡានលេងរបស់ Walter នៅលើកនេះអស់ទៅ$52,000តែរឿងលុយមិនមែនជាបញ្ហាសម្រាប់ Walter ឲ្យតែចាត់ការគ្រប់យ៉ាងឲ្យរួចរាល់ទៅគាត់មានលុយគ្រប់គ្រាន់ដើម្បីបង់ថ្លៃឈ្នួលឲ្យសកុំបារម្ភពីវានៅខណៈដែលសកំពុងប្រមូលលុយដែលបានមកពី Walter ដាក់ចូលទៅក្នុងទូដែកសក៏បាននិយាយឡើង JC ប្រាប់ថាវាមិនអាចខ្វះ Walter បាននោះទេ Walter ដែលឮក៏មិនចង់ជឿនោះទេថា JC នឹងនិយាយអ្វីបែបនោះតែរឿងនោះមិនសំខាន់ទេព្រោះមិនយូរមិនឆាប់កាសនឹងរកវិធីកម្ចាត់គាត់ចោលតតែបានគាត់ចង់ជាអ្នកបញ្ចប់បញ្ហានេះមុននឹងកាសជាអ្នកធ្វើវាតែមិនថាគាត់ព្យាយាមបែបណាក៏មិនអាចចូលទៅចិត្តខ្លួនរបស់កាសបានតតែសោះទើបគាត់ត្រូវការឲ្យសទៅរកអ្នកដែលអាចធ្វើជំនួសគាត់បានសក៏បាននិយាយថាបើធ្វើបែបនោះប្រកាសជាខ្ទេចខ្ទីជាមិនខានមិនថា Walter នឹងឲ្យលុយគាត់ប៉ុន្មានគាត់ក៏មិនសូមចូលរួមទេហេតុផលក៏គ្មានអ្វីច្រើនទេព្រោះអ្នកដែលគាត់ស្គាល់ស្ទើរតែទាំងអស់សុទ្ធតែស្គាល់នឹងម៉ៃ Walter ក៏សួរហេតុអីយើងមិនទៅជួបទាហានស៊ីឈ្នួលមកជំនួសសក៏បានបកស្រាយទោះជាយើងសំណាងល្អទៅជួបនឹងពួកដែលមិនមែនជាប៉ូលីសតែក្រោយពីចាត់ការនឹងកាសបានហើយស្ថានភាពរបស់ Walter ប្រកាសជាធ្ងន់ធ្ងរជាងមុនទៅទៀតWalter ដែលឃើញថាសបដិសេធក៏បានប្រាប់ថាបើគាត់អាចធ្វើបានគាត់ក៏ធ្វើទៅយូរហើយមិនចាំបាច់ត្រូវមកពឹងឯងបែបនេះនោះទេមកដល់ចំណុចនេះសក៏បានសួរថាហេតុអីមិនទៅសុំជំនួយពីដៃគូរបស់ឯងសាកមើល Walter ក៏ឆ្ងល់ខ្លួនឯងហេតុអីបានជារឿងស្រួលបែបនេះគាត់គិតមិនចេញក្រោយពីនោះ Walter ក៏ប្រញាប់ធ្វើដំណើរទៅរក JC យ៉ាងលឿនដោយ JC នៅពេលនេះក៏កំពុងសម្អាតនឹងលាបថ្នាំផ្ទះថ្មី JC ដែលឃើញមុខ Walter ក៏ដឹងថាមករកគាត់ដើម្បីនិយាយពីអ្វីទើបបានប្រាប់ទៅតាមត្រង់ថាគាត់បានទៅហូបបាយជាមួយនឹងម៉ៃជាប្រចាំហើយបានជួបនឹងកាសម្ដងម្កាលដែរ Walter ក៏ចង់ដឹងបន្ថែមថា JC ចូលទៅចិត្តកាសបានប៉ុណ្ណា JC ក៏ឆ្លើយក៏ចិត្តដូចនឹងយើងកំពុងឈរនិយាយគ្នានឹងឯងថែមទាំងកាសក៏ជាអ្នកនិយាយដោយខ្លួនឯងថាបានឃើញពីទេពកោសល្យរបស់ខ្ញុំឮបែបនោះ Walter ក៏កាន់តែឆ្ងល់ថាកាសត្រូវការអ្វីខែមុនដេញសម្រាប់ពួកយើងទាំងពីរតែពេលនេះឲ្យ JC ធ្វើជាជំនួយការឯងមិនគិតថាវាមានអ្វីខុសប្រក្រតីទេអីពួកនោះប្រហែលជាគិតថាឯងជាក្មេងខ្វះបទពិសោធន៍អាចបំភ្លេចគ្រប់យ៉ាងបានយ៉ាងលឿនបន្ទាប់មក Walter ក៏បានលើករឿងទាំងអស់ដែលកាសធ្វើដាក់ JC មកនិយាយទាំងរឿងរបស់ Victor, Kale, Andrea និងរឿងរបស់ក្មេងដែលត្រូវសម្លាប់រហូតការនិយាយទាញសតិរបស់ Walter JC ក៏នឹកឃើញអ្វីឡើងមកបានមុននឹងបានស្រ័យត្រឡប់មកវិញថាឈប់វែងឆ្ងាយបានហើយគាត់នឹងជាអ្នកចាត់ការដោយខ្លួនឯងគាត់នឹងចាត់ការនឹងកាសភ្លាមៗដែលមានឱកាសដោយគោលបំណងរបស់ Walter នៅពេលនេះគឺការបោកប្រាស់ JC ឲ្យធ្វើតាមនៅអ្វីដែលគាត់ត្រូវការទៀតហើយបដូរមកកន្លែងនឹងឡានវិញ Marie ដែលជាសមាជិកគ្រួសារក៏បានមកប្រើសេវាកម្មតាមធម្មតាដែលមាន Skyler ជាអ្នកកាត់លុយនិងអ្នកបញ្ជីនៅទីនេះពួកគេទាំងពីរបាននិយាយគ្នាបន្តិចបន្តួចទាក់ទងនឹងទឹកអប់ដាក់ឡាននិងអាការៈរបស់ Hank នៅពេលនេះ Hank ភាសាឡើងខ្លាំងជាងមុនណាស់តាំងចិត្តនឹងព្យាបាលយ៉ាងពិតប្រាកដឈប់ធ្វើខ្លួនរញ៉េរញ៉ៃនិងយកទៅចិត្តដូចមុនហើយនៅខណៈដែលពួកគេទាំងពីរកំពុងនិយាយគ្នានោះ Walter ក៏បានដើរចូលមកគាត់គ្រាន់តែបានយកភេសជ្ជៈមកបន្ថែមទេគ្មានអ្វីច្រើន Marie ក៏បានប្រើចង្វាក់នោះប្រាប់ Walter ថាអ្នកលក់ម្នាក់នេះពិតជាប្រកែមែនទើបតែបានបញ្ចុះបញ្ចូលនាងឲ្យទិញទឹកអប់ថ្លៃតែតាមពិតទៅរបស់ដែល Walter យកមកមិនមែនត្រឹមតែភេសជ្ជៈទេញាត់លុយមកជាច្រើន Skyler ដែលឃើញក៏ភ្ញាក់ផ្អើលទៅបានសួរថាទាំងអស់នេះមានប៉ុន្មាន Walter ក៏បានឆ្លើយតាមត្រង់ថា274,000ហើយវានឹងជាបែបនេះជារៀងរាល់អាទិត្យតែលុយទាំងអស់នេះហើយដែលជាបញ្ហានៅពេលដែលយកមកសរុបគ្នាទាំងអស់ក្នុងមួយឆ្នាំនឹងបាន$7,125,000វាច្រើនខ្លាំងពេកគ្មានកន្លែងលេងឡានណាក្នុងពិភពលោកអាចរកលុយបានដល់ថ្នាក់នេះទេចំនួននេះមិនដឹងថាត្រូវប្រើពេលប៉ុន្មានឆ្នាំដើម្បីសម្អាតវា Walter ក៏បានប្រាប់ថាឲ្យលាក់ទុកប្រើវានៅគ្រាអាសន្នតែបញ្ហា Skyler មិនដឹងថាយកវាទៅលាក់នៅកន្លែងណាផ្ញើធនាគារក៏មិនបានសំខាន់ជាងនោះទៅទៀតលុយទាំងអស់នេះសុទ្ធតែក្រដាស50និងមានប៉ុន្មានអ្នកដែលនឹងមកលេងឡានឲ្យបង់ដោយក្រដាសនេះ
រឿងនេះ Walter ក៏មិនចង់រញ៉េរញ៉ៃទៅបាននិយាយទៅថារហូតមកខ្ញុំគិតថាអ្នកឯងនឹងអាចចាត់ការនឹងរឿងនេះបានយើងចែកការងារគ្នារួចហើយខ្ញុំជាអ្នកយកលុយមកចំណែកអ្នកឯងជាអ្នកសម្មាតហើយអ្នកឯងក៏ជាអ្នករើវិធីនេះដែលខ្លួនឯងបានធ្វើមិនបានក៏ប្រាប់មកនិយាយរួច Walter ក៏បានដើរចេញពីទីនោះទៅក្រោយពីនោះ Walter ក៏បានទៅធ្វើការតាមធម្មតាដោយមានកាមេរ៉ាសុវត្ថិភាពចាំមើលគាត់គ្រប់ជំហានមានកន្លែងតែមួយគត់ដែល Walter នឹងរួចផុតពីភ្នែករបស់ Gus បាននោះគឺបន្ទប់សម្រាប់នៅពេល Walter ច្បាស់ថាគ្មានមនុស្សចាំមើលគាត់ក៏ចាប់ផ្ដើមផែនការទី1ចាប់ផ្ដើមចម្រាញ់ license ចេញពីផ្លែរហុងខ្វងទៀតហើយវាគឺជាឆ្នាំដែលខ្លាំងណាស់ត្រូវតែបន្តិចប្រកាសជាស្លាប់ទោះជាលើកមុនបរាជ័យក្នុងការប្រើវាដើម្បីសម្លាប់ Tuco ក៏ដោយដំណាក់កាលបន្ទាប់គាត់ក៏បានយកវាមកឲ្យ JC វាគឺជាអាវុធដែលល្អបំផុតដើម្បីសម្លាប់ Gus ប្រសិនបើយកកំភ្លើងទៅបាញ់គ្នា JC ប្រកាសជាមិនរស់ត្រឡប់មកវិញជាមិនខាន JC ក៏អង្គុយគិតមួយសន្ទុះព្រោះគាត់កំពុងថានឹងបានជួប Gus ពេលណាម្យ៉ាងទៀតប្រសិនបើពួកនោះត្រួតពិនិត្យខ្លួនគាត់ឲ្យឃើញ license គ្រប់យ៉ាងប្រកាសជាចប់តែគាត់ក៏នឹកឃើញអ្វីឡើងមកបានយកវិទ្យាទុកនៅកន្លែងដែលគ្មាននរណាកាត់ដល់គាត់បានយកបរិយាចេញមកហើយចាក់ខាងក្នុងចេញមកឲ្យអស់ហើយញាត់ license ចូលទៅហើយដើម្បីឲ្យសមគាត់ក៏បានយកឈ្នូរដែលចាក់ចេញមកញាត់ចូលទៅវិញរួចហើយក៏បានញាត់វាត្រឡប់ចូលទៅក្នុងកញ្ចប់វិញតែវាក៏បញ្ច្រាស់ទៅ Walter ព្យាយាមនឹងប្រាប់ JC ក៏ឆ្លើយទុកបែបនេះហើយវានឹងជាបរិយានាំសំណាងឲ្យគាត់នឹងការពារកុំឲ្យច្រឡំចំណែកហាងក៏បានបបួលក្មួយមករកអីហូបតែដោយសារគាត់មិនទាន់អាចបើកឡានបានដោយខ្លួនឯងក៏បានប្រាប់ឲ្យក្មួយនាំមកគោលដៅក៏មិនមែនជាកន្លែងណាឆ្ងាយហាងមាន់បំពងរបស់ Gus នៅខណៈដែលកំពុងនិយាយគ្នា Junior ក៏បាននិយាយរឿងឡានគាត់បើកមិនទាន់បានដល់7ម៉ោងផងហាងក៏បានលួងទៅថា17ម៉ោងដែលបានជិះ Challenger វាក៏ចំណេញហើយបើជាគាត់យកពណ៌មួយចំហៀងទៅបដូរក៏សុខចិត្តនិយាយគ្នាមិនយូរប៉ុន្មាន Gus ក៏បានចេញមកទទួលដោយខ្លួនឯងឃើញ DA ដែលលះបង់ដើម្បីប្រជាជនចូលមកក៏ត្រូវចូលមករាក់ទាក់តាមធម្មតាមិនត្រឹមតែប៉ុណ្ណោះ Gus រីករាយនឹងមិនកាត់ថ្លៃអាហាររបស់ហាងតែមុននឹង Gus ចេញទៅទទួលភ្ញៀវដទៃក៏បានសួរទាំងពីរនាក់ថាត្រូវការអីទៀតអត់ Junior ក៏ប្រាប់ថាអត់ទេតែហាងក៏ចង់បានកូកាអត់ស្ករមួយទៀតរឿងនោះក៏គ្មានបញ្ហា Gus ដើរទៅចុចឲ្យដោយផ្ទាល់តែម្ដងតែអ្វីដែលហាងត្រូវការមែននោះមិនមែនកូកាអីនោះទេតែគាត់ត្រូវការកញ្ចៅដៃរបស់ Gus ដែលជាប់នៅនឹងកែវគាត់បានយកវាទុកយ៉ាងល្អនៅក្នុងថង់ប្រមូលភស្តុតាងចំណែក JC ក៏មកនៅជាមួយនឹងម៉ៃដោយរាល់ដងតែថ្ងៃនេះក៏មានការងារធំទៅម៉ៃបានបញ្ជាថាបើកភ្នែកបានហើយតែបិទមាត់ឲ្យចិត្តម៉ៃបាននាំ JC មកការដ្ឋានចិញ្ចឹមមាន់របស់ Gus តែថ្ងៃនេះវាក៏ខុសពីរាល់ដងមានកូនចៅរបស់ Gus ជាច្រើនមកការពារគ្រប់ទិសទីដោយអ្វីដែល JC កាន់មកក៏មិនមែនអាវុធនោះទេតែគឺជានំមិនដឹងថាយកមកធ្វើអីទេពេលទៅដល់ Gus ក៏បានបើកទ្វារចេញមកឲ្យហៅពួកគេទាំងពីរចូលទៅខាងក្នុងប្រាប់ឲ្យ JC យកនំទៅដាក់លើតុហើយទៅឆុងកាហ្វេមកទើបនេះវាបានក្លាយជាឱកាសសំខាន់សម្រាប់ JC នៅខណៈដែលគាត់កំពុងឆុងកាហ្វេ Gus ក៏កំពុងនិយាយជាមួយនឹងម៉ៃដោយមិនបានចាប់អារម្មណ៍ពីគាត់តែនៅពេលដែលគាត់ទាញ license ចេញមកគាត់ក៏ស្ទាក់ស្ទើរថាគួរនឹងធ្វើឬអត់តែមុននឹងគាត់អាចសម្រេចចិត្តអ្វីបានម៉ៃក៏ចូលមកមុនហួយកំភ្លើងឲ្យទៅ JC នឹងប្រាប់ទៅថាគាត់គ្មានកាបូបសកួរផ្ញើទុកសិនហើយបើឯងចង់មកជាមួយនៅថ្ងៃនេះត្រូវតែមានវាជាប់ខ្លួនសរុបម៉ៃគ្រាន់តែចង់យកកំភ្លើងមកផ្ញើតែប៉ុណ្ណោះតែទាំងអស់នេះវាក៏បង្ហាញឃើញថា Gus ដឹងពីផែនការរបស់ Walter និង JC ហើយក្រោយពីនោះនៅពេល JC ចេញមកក៏មានទូនាទីជាអង្គរៈការពារដោយអ្នកដទៃមិនយូរក្រោយពីនោះប៉ុន្មានក៏មានបរិមអ្នកបើកឡានចូលមកគាត់មានឈ្មោះថា Gav ដោយគាត់ក៏បាននិយាយទៅកាន់ម៉ៃហេតុអីបានជានាំគ្នាកាន់កំភ្លើងព្រាតម៉ៃក៏បានតទៅវិញនរណាប្រើឯងចោលកំភ្លើងក្រោយពីនោះម៉ៃក៏បាននាំ Gav ទៅនិយាយជាមួយនឹង Gus ដោយផ្ទាល់មិនទាន់បានអីផងគ្រាន់តែឈ្មោះរបស់ពួកគេទាំងពីរក៏រញ៉េរញ៉ៃហើយសំណួរដំបូងរបស់ Gus Fring ក៏បានសួរថាគ្នារបស់ឯងទៅណាអស់ហើយ Gav ក៏បានឆ្លើយតាមត្រង់ថាគាត់មកតែម្នាក់ឯងមកចរចាជំនួសមេឃើញបែបនោះ Gus ក៏មិនចាំយូរចាប់ផ្ដើមតែម្ដងគាត់បាននិយាយទៅថាឃើញពីទំនាក់ទំនងរវាងពួកយើងទាំងពីរដែលធ្លាប់មានមកគាត់នឹងបង់លុយសុទ្ធទៅតែម្ដង$50 លានហើយពាណិជ្ជកម្មរវាងពួកយើងទាំងពីរចាប់ត្រឹមនេះគ្មានការបង់លុយថែមគ្មានការទំនាក់ទំនងគ្នាតទៅទៀត Gav ក៏បានស្ងាត់ទៅមួយសន្ទុះមុននឹងបានឆ្លើយទៅវិញថាអ្នកឯងក៏ដឹងថាក្រុមរបស់ពួកយើងត្រូវការអ្វីមិនថាអ្នកឯងនឹងស្នើលក្ខខណ្ឌអ្វីមកវាគ្រាន់តែជាការខាតបង់ពេលវេលាទៅទេសរុបមកការចរចារវាងពួកគេទាំងសងខាងគ្មានប្រយោជន៍អ្វីទាំងអស់ព្រោះគ្មាននរណាព្រមឲ្យនរណានេះបង្ហាញឃើញថាមិនយូរមិនឆាប់ការស្រូវទប់ទល់ជាមួយនឹងសង្គ្រាមដែលនឹងកើតឡើងគ្រប់ទិសទីក្រោយពីបញ្ចប់ការងារម៉ៃក៏នាំ JC ត្រឡប់ទៅវិញព្រមទាំងបានទាររបស់ដែលឲ្យទៅព្រមទាំងបានប្រាប់ថាគាត់នឹងបង្រៀនឲ្យ JC ចេះប្រើវា JC ក៏សួរទៅថានេះវារឿងស្អីនឹងឲ្យគាត់ចូលរួមក្រុមដែរមែនម្យ៉ាងទៀតសម្ដីរបស់ Gus ដែលប្រាប់ថាឃើញទេពកោសល្យនៅក្នុងខ្លួនគាត់នេះមានន័យថាម៉េចរឿងនោះម៉ៃក៏អាចនិយាយបានបើគាត់អធិប្បាយជាសម្ដីឯងមានសមត្ថភាពគ្រប់គ្រាន់តែរើមនុស្សស្មោះត្រង់ជាមួយខុសហើយសម្ដីនោះវាក៏ធ្វើឲ្យ JC នៅពេលនេះកាន់តែស្ទាក់ស្ទើរថាគាត់នឹងរើខាងណានឹងបន្តនៅជាមួយនឹង Walter ឬលងទៅជាមួយនឹង Gus បដូរមកម្ដងទៀត JC ក៏ត្រឡប់មកធ្វើការជាមួយនឹង Walter ក្រោយពីពួកគេបញ្ចប់ការធ្វើថ្នាំក៏សម្អាតកន្លែងតាមធម្មតាចង្វាក់មួយ Walter ក៏ចង់ឲ្យ JC យកពិលមកចាំងឲ្យគាត់បន្តិចគាត់គិតថានៅខាងក្នុងធុងនេះសម្អាតមិនទាន់ស្អាតតែតាមពិតទៅវាគ្មានអ្វីទេ Walter គ្រាន់តែចង់សឹកថាឯងរវល់តែធ្វើអ្វីនេះមួយអាទិត្យហើយ JC ក៏រើសឆ្លើយទៅថាគាត់មិនបានជួប Gus ទេនេះអាចបង្ហាញឃើញថា JC នៅពេលនេះអាចរើខាងហើយក៏ថាបានរីឯ Stephen មើលសម្លាញ់របស់ Hank ក៏បានត្រឡប់ពី El Paso មកវិញហើយតែគ្រាន់តែមកសម្រាប់ទេគ្មានអ្វីច្រើនគាត់មកឈរចាំ Hank នៅពេលនេះអាការៈប្រសើរឡើងយ៉ាងខ្លាំងត្រៀមនឹងអាចត្រឡប់មកធ្វើការវិញបានហើយតែថ្ងៃនេះគាត់មកព្រោះមានរឿងសំខាន់តែមុននឹងចូលរឿងតាំងរបស់ Hank កូមេតក៏បានប្រាប់ដំណឹងល្អថាគាត់បានឡើងតំណែងហើយ
ក្រោយពីនោះហាងក៏បានចាប់ផ្ដើមគាត់បានណែនាំធីមឲ្យគ្រប់គ្នាស្គាល់សិនគាត់គឺជាប៉ូលីសដែលកំពុងតាមស៊ើបករណីឃាតកម្មរបស់កេវកាលពីខែមុនមានមនុស្សមកសម្លាប់កេវចោលដល់មុខផ្ទះកេវគឺអច្ឆរិយៈផ្នែកគីមីដែលស៊ីតែម្ហូបបួសហើយអ្វីដែលសំខាន់កេវនឹងហើយដែលជាអ្នកផលិត Blue Sky គុណភាពខ្ពស់កូមេក៏ចាប់ផ្ដើមចាប់អារម្មណ៍ហើយទៅបានសួរថានោះគឺជា Heisenberg ដែលឯងកំពុងតាមរកមែនតែកំណត់របស់ហាងនៅពេលនេះក៏បានផ្លាស់ប្ដូរទៅហើយគាត់គិតថាកេវមិនមែនជា Heisenberg ទេអាចជាអតីតអ្នកផលិតថ្នាំជាមួយនឹង Heisenberg និងអាចជាអ្នកបន្តតំណែងក៏ថាបានតម្រុយដែលមាននៅពេលនេះគឺក្រដាស poster ពីហាងមនបំពងដំបូងគាត់ក៏គិតថាលេខដែលសរសេរនៅលើនោះគឺជាលេខទូរស័ព្ទតែនៅពេលគាត់ត្រួតពិនិត្យយ៉ាងល្អក៏ឃើញថាវាមិនមែនវាគឺជាលេខកូដអីវ៉ាន់វាគឺជាម៉ាស៊ីនបន្សុទ្ធខ្យល់គុណភាពខ្ពស់លំដាប់ឧស្សាហកម្មតម្លៃក៏មិនមែនថោកនោះទេ$300,000វាល្អណាស់សម្រាប់បង្កើត Blue Sky មកដល់ចំណុចនេះមេរបស់ហាងក៏ភ្ញាក់ផ្អើលហើយតែហាងក៏មិនទាន់ចប់គាត់បានទៅសួរនៅក្រុមហ៊ុនមកហើយអ្នកដែលសញ្ញាទទួលគឺជាកេវនោះឯងតែគ្មានឯកសារអ្វីទាំងអស់តាក់ទងនឹងអ្នកដែលទិញម្យ៉ាងទៀតក្រុមហ៊ុននេះល្បីខ្លាំងណាស់បង្កើតឧបករណ៍ទំនើបចេញទៅក្រៅប្រទេសតែបែរជាមានទំនាក់ទំនងជាមួយនឹងហាងមនបំពងលំដាប់តំបន់អ្វីដែលគាត់ចង់ប្រាប់គឺនរណាជាអ្នកចេញលុយឲ្យកេវនិងកន្លែងផ្លិតឯខ្នាតធំនោះវាលាក់ទុកនៅឯណាហើយគាត់ក៏ឆ្ងល់ថាហេតុអីបានជាអ្នកហូបអាហារបួសដូចជាកេវមាន poster ហាងមនបំពងបានទាំងអស់នេះវាបង្ហាញឲ្យឃើញថាការស្អែកនៅពីក្រោយខ្នងគ្រប់យ៉ាងក៏ថាបានមេរបស់ហាងដែលលឺក៏ចង់ជឿក្បាលហើយគិតថាហាងកាត់ទៅវែងឆ្ងាយខ្លាំងពេកហាងដែលបានឃើញទឹកមុខរបស់មេក៏ត្រូវតែទាញផតាំងសំខាន់ចេញមកគាត់ឆ្ងល់យ៉ាងខ្លាំងហេតុអីបានជាក្រយ៉ៅដៃរបស់កាសទៅនៅផ្ទះរបស់កេវបានក្រយ៉ៅដៃដែលប៉ូលីសឃើញនៅផ្ទះរបស់កេវមិនមែនជារបស់ JC ទេតែជារបស់កាសនឹងឯងតែប៉ុន្តែកាសក៏ត្រូវតែដោះស្រាយជាមួយនឹងបញ្ហាថ្មីមួយទៀតហើយបន្តមកនៅវគ្គទី8រឿងបានចាប់ផ្ដើមឡើងពីអតីតកាលនៅពេលរកាសបញ្ជូនម៉ៃទៅចាត់ការនឹងបរិមកកាយនៅមន្ទីរពេទ្យហើយការស្លាប់របស់បរិមកកាយវាក៏ធ្វើអមជើងកណ្ដឹងសោកសៅយ៉ាងខ្លាំងព្រោះពួកគេទាំងពីរជាគ្រួសាររបស់គាត់កំពុងមើលព័ត៌មានតាក់ទងនឹងរឿងនោះដោយភាពសែតតែមិនយូរប៉ុន្មានក៏មានអ្នកដើរមកបិទទូរទស្សន៍បុរសម្នាក់នោះក៏មិនមែនជានរណាឆ្ងាយកាសនោះឯងគាត់បានប្រាប់ថាគាត់អាចនិយាយហេតុការណ៍សំខាន់ៗឲ្យស្ដាប់បានចៅរបស់ឯងវាទ្រាំមិនបានគិតតែពីរញ៉េរញ៉ៃគាត់សូមអនុញ្ញាតដើម្បីសម្លាប់ Walter នៅពេលដែលគាត់មិនព្រមពួកនោះក៏ទ្រាំមិនបានទៅចាត់ការនឹងហាងជំនួសតែបែរជាមាននរណាម្នាក់មិនដឹងទេទៅប្រាប់ហាងមុនធ្វើឲ្យហាងដឹងខ្លួនមុនពួកវាទាំងពីរមិនរស់ចំណែកអ្នកដែលទេទៅប្រាប់ហាងបូសាប្រហែលជាដឹងតែបញ្ហាបូសាប្រហែលជាមិនរស់មកប្រាប់ឯងនោះទេនិយាយចប់ហាងក៏បានវាយកំភ្លើអុំជិះកណ្ដឹងទៅម្ដងមុននឹងបានបញ្ចប់ទៅថាឈាមត្រូវលាងនៅឈាម Hector នេះបង្ហាញឃើញថាពួកគេទាំងពីរប្រកាសជាមានបញ្ហាអ្វីជាមួយគ្នាមកកាលពីមុនត្រឡប់មកពេលបច្ចុប្បន្ន Walter ត្រូវចូលទៅត្រួតពិនិត្យរាងកាយម្ដងទៀតក្រោយពីមិនបានត្រួតពិនិត្យមកជាច្រើនខែនៅទីនេះគាត់បានជួបនឹងបុរសម្នាក់ដែលទើបតែទទួលការព្យាបាលគាត់ក៏ស្រដៀងទៅនឹង Walter កើតមហារីកដំណាក់កាលចុងក្រោយគាត់បាននិយាយទៅដោយភាពអស់សង្ឃឹមថាកន្លងមកគាត់រើសនឹងរស់នៅដោយខ្លួនឯងមករហូតតែក្រោយពីគាត់ដឹងខ្លួនគាត់ក៏ឈប់កំណត់ជីវិតរបស់ខ្លួនឯងបណ្ដោយគ្រប់យ៉ាងជាទូនាទីរបស់ព្រះជាម្ចាស់ជាអ្នកកំណត់តែ Walter ដែលធ្លាប់ជាបែបនោះដែរក៏បានមើលងាយភាពកំសាន្តនោះទៅថាអត់ប្រយោជន៍ទាំងស្រុងយើងនឹងហើយដែលជាអ្នកកំណត់វាសនារបស់ខ្លួនឯងយើងគួរតែរើសរស់នៅតាមអ្វីដែលយើងត្រូវការកាលពីមុនគាត់ក៏បានត្រឹមតែអង្គុយរងចាំសេចក្តីស្លាប់ដោយនឹងអ្នកឯងដែរតែពេលនេះមិនមែនហើយព្រោះគាត់ដឹងថាថ្ងៃណាមួយមនុស្សយើងក៏ត្រូវតែស្លាប់តែមុនដល់ថ្ងៃនោះនរណានឹងជាអ្នកកំណត់ជីវិតរបស់ខ្ញុំក៏មានតែខ្ញុំនឹងហើយខ្ញុំបានប្រើជីវិតដែលនៅសល់តាមបែបរបស់ខ្ញុំក្រោយពីពិនិត្យរាងកាយរួច Walter ក៏បានមកធ្វើការដោយរាល់ដងដែលមានការស្ញើមើលគ្រប់សកម្មភាពរបស់គាត់តាមរយៈកាមេរ៉ាសុវត្ថិភាពតែនៅពេលគាត់ចេញទៅបង្ហាត់ការងារបុគ្គលិកថ្មីក៏មានទូរស័ព្ទទេចូលមកដំបូងគាត់ក៏គិតថាជាអតិថិជនតែតាមពិតទៅជាប៉ូលីសបដូរមកម្ដងទៀតកាសក៏ត្រូវហៅមកប៉ុស្តិ៍ប៉ូលីសហើយនៅខណៈដែលគាត់កំពុងអង្គុយទំនេរក៏រលែកទៅឃើញប្រកាសចាប់រូបរបស់ Victor តែគាត់ក៏មិនបានខ្វល់ពីវាព្រោះ Victor នៅពេលនេះខ្លាចជាទឹកសរោទៅហើយបន្ទាប់ពីនោះកាសក៏ត្រូវធីមដែលជាមន្ត្រីស៊ើបសង្កេតហៅចូលទៅជួបធីមបានបើកទំនតាក់ទងនឹងក្រយ៉ៅដៃនៅកន្លែងកើតហេតុកាសក៏ធ្វើជាមិនដឹងអ្វីតាក់ទងនឹងរឿងនេះតែហាងក៏មើលមកមិនព្រមព្រិចភ្នែកបន្ទាប់មកប៉ូលីសក៏បានរៀបរាប់គ្រប់យ៉ាងតាក់ទងនឹងកេវដែលទៅពាក់ព័ន្ធជាមួយនឹងគ្រឿងញៀនដល់ចំណុចនេះកាសក៏បានប្រាប់ថាគាត់ស្គាល់នឹងកេវស្គាល់ផ្ទះរបស់កេវហើយមូលហេតុដែលគាត់ស្គាល់ព្រោះកាលពី15ឆ្នាំមុនគាត់បានបង្កើតមូលនិធិឲ្យសិស្សដែលរៀនគីមីនៅមហាវិទ្យាល័យក្នុង New Mexico កេវគឺជាសិស្សម្នាក់ក្នុងចំណោម36នាក់ដែលទទួលបានអាហារូបករណ៍ពីគាត់តែគាត់ក៏មិនបានតាក់ទងជាមួយនឹងកេវមកមួយរយៈធំហើយរហូតដល់ប៉ុន្មានអាទិត្យមុនគាត់បានជួបនឹងកេវនៅហាងមនបំពងរបស់គាត់ក៏បានសួរសុខទុក្ខគ្នាតាមធម្មតាតែនៅថ្ងៃបន្ទាប់កេវក៏បានបបួលគាត់ទៅហូបអាហារពេលល្ងាចជាមួយគ្នានៅផ្ទះក្រោយពីនោះមួយអាទិត្យគាត់ក៏បានឃើញព័ត៌មានរបស់កេវចុះកាសែតគាត់មានអារម្មណ៍សោកស្ដាយនឹងរឿងនេះយ៉ាងខ្លាំងតែនៅពេលនោះហាងក៏បាននិយាយឡើងទៅថាមិនដែលជួបគ្នាជាច្រើនឆ្នាំតែបែរជាទៅរកអ្នកឯងដល់កន្លែងថែមទាំងបបួលគ្នាទៅហូបអាហារពេលល្ងាចទៀតវាមិនដែលសំណួរនោះវាក៏ធ្វើឲ្យកាសញ៉ាំបាយត្រូវប្រឌិតរឿងដើម្បីកុហកបន្តកេវត្រូវការលុយប្រាប់ថានឹងយកវាទៅចុះដើមទុននឹងអ្វីម្យ៉ាងកេវគឺជាអ្នកគីមីដ៏ពូកែតែមិនដឹងដោយសារអីបានជារើសដើរផ្លូវនោះធីមក៏បានសួរម្ដងតាក់ទងនឹងកាសនៅថ្ងៃកើតហេតុតែរឿងនោះក៏មិនមែនជាបញ្ហាព្រោះកាសមានសិភៅមួយក្បាលដែលគាត់ការពាររបស់គាត់ថានៅថ្ងៃកើតហេតុគាត់បានតណានឹងធ្វើអីខ្លះប្រកាសណាស់វាមានទីតាំងជាក់លាក់រឿងនៃកាសជាឃាតករអាចកាត់ចេញទៅបានកាសបានឆ្លើយសំណួរយ៉ាងល្អរហូតធ្វើឲ្យប៉ូលីសនៅពេលនេះអស់ភាព
ភាពសង្ស័យហើយលើកលែងតែហាងម្នាក់គត់គាត់សុំក្រៅរឿងបន្តិចបានសួរពីប្រវត្តិរបស់ Gus តើអ្វីដែលគាត់ទៅស៊ើបមកឈ្មោះពេញរបស់ Gus គឺ Gustavo Fring ជាអ្នកដែលមកពីប្រទេសឈីលីតែគ្មានប្រវត្តិអ្វីសូម្បីតែបន្តិចនៅទីនោះ Gus ក៏បានឆ្លើយថារដ្ឋាភិបាលនៅទីនោះពុករលួយណាស់ជារឿងធម្មតាដែលត្រូវមានឯកសារខ្លះត្រូវបាត់បង់បើលោកឯងព្យាយាមស៊ើបបន្តិចទៀតប្រកាសជាបានឃើញហើយការសួរសំណួរទាំងអស់ក៏បានចាប់ត្រឹមនេះព្រោះ Gus ខ្លាចជាអ្នកដែលប៉ូលីសទុកចិត្តទៅហើយតែនៅពេលដែលគាត់ជិះចណ្ដាយយន្តចុះទៅក្រោមគាត់ក៏ខឹងយ៉ាងខ្លាំងមិនគិតថាហាងអាចស៊ើបតាក់ទងនឹងគាត់មកដល់ថ្នាក់នេះរឿងទាំងអស់ដែល Gus និយាយមកទោះជាអាចបោកគ្រប់គ្នាបានតែមិនមែនជាមួយនឹងហាងមិនជឿថានៅសុខប្រវត្តិមនុស្សដូចជាការសម្បត្តិទៅដោយខ្លួនឯងវាត្រូវមានអ្វីច្រើនជាងនោះគូមេក៏យល់ថារឿងប្រវត្តិវាជាមួយផ្នែកទៀតវាចាប់ផ្ដើមមិនតាក់ទងអ្វីនឹងករណីនេះហើយមិនថាយ៉ាងម៉េច Gus ក៏មិនមែនជាឃាតករដែលយើងកំពុងតាមរកទេថែមទាំង Gus ក៏មានប្រវត្តិយ៉ាងល្អជាមួយនឹង DEA មកយ៉ាងយូររួមទាំងរឿងអាហារូបករណ៍ឲ្យសិស្សមហាវិទ្យាល័យក៏គួរឲ្យទុកចិត្តសរុបមកគ្មាននរណានៅខាងហាងសូម្បីតែម្នាក់ជាម្ដងទៀតហើយដែលហាងនិយាយត្រូវតែគ្មាននរណាជឿបដូរមកសក៏បានធ្វើដំណើរមកផ្ទះថ្មីរបស់ Andrea មូលហេតុដែលគាត់មកទីនេះក៏គ្មានអ្វីច្រើនគាត់យកលុយមកឲ្យជារៀងរាល់អាទិត្យវាមកពី JC នោះឯងគាត់ចង់ឲ្យ Andrea មានជីវិតដែលប្រសើរជាងមុននិងប្លង់នៅពេលនេះក៏បានចូលរៀនសាលាល្អៗហើយចំណែកសប្បុរសជនម្នាក់នោះក៏មកអង្គុយចាំនៅក្នុងឡានគាត់មិនហ៊ានចូលទៅជួបនឹង Andrea ដោយផ្ទាល់ទេព្រោះគាត់មានអារម្មណ៍ខុសដែលជាមូលហេតុដែលធ្វើឲ្យ Thomas ស្លាប់នៅពេលអសរត្រឡប់មកវិញ JC ក៏បានសួរពីសុខទុក្ខរបស់ពួកគេសក៏បានប្រាប់គ្មានអ្វីច្រើនពួកគេសុខសប្បាយទេតែមានម្យ៉ាងដែលគាត់ចង់ដឹងមិនមែនគាត់មិនចង់ធ្វើទុរៈឲ្យនោះទេហេតុអីបានជាមិនចូលទៅជួបពួកគេដោយផ្ទាល់រឿងនោះ JC ក៏មិនព្រមឆ្លើយបានដើរចុះពីឡានទៅយ៉ាងលឿនរី Skyler ដែលឃើញថាលុយវាច្រើនពេកមិនអាចសម្អាតបានទាន់ក៏មិនសម្អាតមិនអីវាហើយនាងបានយកវាទៅទុកនៅក្នុងថង់ដាក់ខោអាវរួចហើយក៏បានបូមខ្យល់ចេញមកធ្វើឲ្យវាដូចនឹងខោអាវដែលព្យួរទុកនៅក្នុងទូតែបញ្ហាវាក៏នៅតែមានព្រោះវាមានច្រើនខ្លាំងណាស់ក៏ឡែព្យួរដែលឃើញថាវាធ្ងន់ខ្លាំងពេកក៏ទ្រាំមិនបានទម្លាក់វាចោលតែម្ដង Skyler ដែលឃើញថាសូម្បីតែទូក៏មិនជួយនាងទើបនាងបានយកលុយនោះទៅបោះចោលក្រោមផ្ទះកុំឲ្យវារញ៉េរញ៉ៃនៅល្ងាចនោះដែរហាងនិង Marie ក៏បានមកហូបអាហារពេលល្ងាចនៅផ្ទះរបស់ Walter រឿងនៃពួកគេនិយាយភាគច្រើនក៏តាក់ទងទៅនឹងអាជីវកម្មរបស់ Skyler នោះឯងម្យ៉ាងទៀតគឺរឿងរបស់ហាងគាត់ចាប់ផ្ដើមស៊ើបពីករណីរបស់គេម្ដងទៀតហើយតែពេលនេះកំពុងជួបនឹងផ្លូវទាល់គ្មាននរណាយល់ស្របជាមួយនឹងគាត់សូម្បីតែម្នាក់តែមានរឿងមួយយ៉ាងដែលហាងចង់ឲ្យ Walter ជួយគាត់បន្តិចគាត់ចង់ឲ្យ Walter នាំគាត់ទៅកម្មវិធីតាំងពិព័រណ៍រ៉ែត្បូងនិងថ្មគ្រីស្តាល់នៅថ្ងៃស្អែកប្រកាសណាស់ Walter ក៏គ្មានបញ្ហាអ្វីហើយថ្ងៃនោះក៏បានមកដល់ Walter បានបបួលហាងនិយាយរហូតផ្លូវថានៅសម័យរៀនគាត់ក៏ធ្លាប់សន្សំថ្មនោះដែរឲ្យនិយាយរឿងនេះពេញមួយថ្ងៃគាត់ក៏អាចធ្វើបានតែតាមពិតទៅហាងក៏មិនចង់ទៅកម្មវិធីស្អីនោះទេគាត់ចង់ឲ្យ Walter នាំគាត់ទៅកន្លែងមួយបើកចុះបើកឡើងក៏បានមកឈប់នៅមុខហាងមាន់បំពងរបស់ Gus ដល់ថ្នាក់ Walter ត្រូវសួរទៅថាឯងហេវមែនអត់ទេហាងមិនបានមកទីនេះដើម្បីហូបមាន់បំពងទេព្រោះគាត់មិនព្រមចប់ជាមួយនឹង Gus មុននឹងគាត់ចាប់ផ្ដើមអធិប្បាយស្ថានភាពឲ្យ Walter ស្ដាប់ចាំ Gus បានអត់គាត់គ្រាន់តែសង្ស័យតែគ្មានភ័ស្តុតាងគាត់ជឿថា Gus មិនបានលក់ត្រឹមតែមាន់បំពងនោះទេវាត្រូវមានអ្វីច្រើនជាងនោះចំណែកគេមើលពីចរិតរបស់វាគ្មានថ្ងៃជាមេខ្លោងអ្វីបានទេវាត្រូវតែមានមេធំនៅពីក្រោយខ្នងគ្រប់យ៉ាងនៃហាងនិយាយមកវាក៏ត្រូវតែ Walter ក៏ព្យាយាមធ្វើជាមិនដឹងអ្វីដែលហាងត្រូវការគឺចង់ឲ្យ Walter យកឧបករណ៍តាមដានទៅភ្ជាប់នឹងឡានរបស់ Gus Walter ក៏ចាប់ផ្ដើមភ័យហើយព្រោះគាត់កំពុងត្រូវ Gus តាមដានផងប្រសិនបើគាត់យកវាទៅភ្ជាប់នឹងឡានប្រកាសជាខ្លាចជាបញ្ហាធំមិនចាប់ត្រឹមនោះនៅពេលនោះដែរម៉ៃក៏បានបើកឡានចូលមកចាំមើលគ្រប់ជំហានមិនព្រមព្រៃភ្នែកអ្វីនឹងដល់ថ្នាក់នោះទោះជា Walter មិនចង់ធ្វើយ៉ាងណាក៏ត្រូវហាងមិនចំចូលរហូតត្រូវតែធ្វើ Walter ក៏បានធ្វើតាមផែនការរបស់ហាងបានដើរចូលចិត្តឡានឲ្យអោនចងខ្សែស្បែកជើងរួចហើយក៏បានដើរចូលទៅខាងក្នុងទៅទិញឲ្យហូបដើម្បីកុំឲ្យវាគួរឲ្យសង្ស័យតែនៅពេលគាត់ចូលទៅដល់ខាងក្នុង Gus ក៏បានចេញមកទទួលដោយខ្លួនឯង Walter ក៏បានទាញឧបករណ៍តាមដានយកមកឲ្យ Gus មើលដើម្បីបញ្ជាក់ថាគាត់មិនទាន់ដាក់និងឲ្យគាត់ធ្វើយ៉ាងម៉េចបន្តប្រាប់មក Gus ក៏បានប្រាប់ឲ្យយកទៅដាក់តាមហាងទៅព្រោះគាត់មានវិធីនឹងទប់ទល់ហើយនៅពេល Walter ដើរចេញមកគាត់ក៏បានធ្វើដោយមុនជាលើកទី2តែលើកនេះ Walter នឹងដាក់មែនហាងនឹងឃើញក៏ឆ្ងល់ថា Walter អោនចុះទៅធ្វើឈួតអ្វី Walter ក៏បានអធិប្បាយថាបានជាគាត់អោនចុះទៅលើកទី2ដើម្បីបញ្ជាក់ថាវាជាប់ហើយហាងនៅលើក៏មិនបានសង្ស័យអ្វីច្រើនមុននឹងពួកគេទាំងពីរបានបើកឡានចេញពីទីនោះទោះជាហាងពូកែយ៉ាងណាក៏ស្ថិតនៅក្នុងផែនការរបស់ Gus ទាំងអស់ក្រោយពីនោះ Walter ក៏ប្រញាប់ចូលទៅក្នុងបន្ទប់ធ្វើការដើម្បីអធិប្បាយគ្រប់យ៉ាងនៃការឡើងឲ្យ Gus ស្ដាប់តាមរយៈកាមេរ៉ាសុវត្ថិភាពដោយសារទៅជាច្រើនយ៉ាងថាគាត់មិនមែនជាប្រភពព័ត៌មានឲ្យប៉ូលីសទេរហូតការសារភាពនេះ Walter ក៏និយាយទៅដោយភាពភ័យគាត់មិនចង់មានចូលបញ្ចប់ដោយនឹង Victor តែគាត់ក៏មិនចង់ឲ្យហាងត្រូវសម្លាប់ដែរគាត់ហ៊ានធានាថាហាងមិនដឹងអីទេចេះតែស៊ើបទៅមុននឹងបានបញ្ចប់ដោយពាក្យសុំអង្វរថាកុំធ្វើអីហាងអីដោយ Gus ក៏បានលើគ្រប់យ៉ាងដែល Walter និយាយតែក៏មិនបានតបតអ្វីមកវិញទាំងអស់រួចហើយ Walter ដែលកំពុងភ័យក៏បានទៅរក JC ម្ដងបានជាគាត់មកទីនេះក៏ចង់ប្រើឲ្យ JC ចាប់ផ្ដើមផែនការបានហើយគាត់ចង់ប្រញាប់ចាត់ការនឹងការស្មុននឹងវាឈួតអូពួកយើងចូលក្តាមឈូសទាំងអស់មកពន្លឿនបែបនេះ JC ក៏មិនពេញចិត្តបានដេញឲ្យ Walter ទៅធ្វើដោយខ្លួនឯងប្រកាសណាស់ Walter មិនអាចធ្វើបែបនោះបានទេព្រោះការមិនឲ្យគាត់ចូលចិត្តខ្លួនសម្បីតែបន្តិចពេលវេលាក៏កាន់តែសល់តិចទៅ JC អាចចាត់ការបានលឿនពេលណាវាក៏ល្អពេលនោះរឿងម្យ៉ាងទៀតហាងកំពុងតាមប្រមាញ់ការនេះមានន័យថាហាងកំពុងតាមប្រមាញ់ពួកយើងដែរតែ JC ក៏មិនកាត់បែបនោះព្រោះមិនថាយ៉ាងម៉េចហាងក៏មិនអាចធ្វើអ្វីការបានព្រោះការមិនដែលមិនសល់ផតតាអ្វីទុកទាំងអស់
មកដល់ត្រឹមនេះ Walter ក៏ត្រូវតែគិតថានឹងធ្វើយ៉ាងម៉េចបន្តនៅពេលគាត់គិតឃើញក៏ប្រាប់ទៅយ៉ាងលឿនគាត់ចង់ឲ្យ Jesse ទៅរកម៉ែឲ្យប្រាប់ទៅថា Hank នៅពេលនេះដឹងថា Jesse ជាអ្នកសម្លាប់កែវហើយនៅពេលហេតុការណ៍ជាបែបនោះ Gus ប្រកាសជាមករក Jesse ដល់ពេលនោះឯងក៏ត្រូវចាត់ការវាទៅតែ Jesse ក៏មិនធ្វើតាមវិធីនេះទេបើ Gus ដឹងថាគាត់អត់ប្រយោជន៍ប្រកាសជាសម្លាប់គាត់ចោលជាមិនខានមកដល់ចំណុចនេះ Walter ក៏បានស្រែកទៅវិញធ្វើយ៉ាងម៉េចក៏បានបញ្ចុះបញ្ចូលវាទៅធ្វើជាភ្ញាក់ផ្អើលឬអ្វីក៏បាន Gus ប្រកាសជាមកជួបឯងជាមិនខានមិនថាយ៉ាងម៉េច Walter ក៏ចង់ឲ្យ Jesse ចាត់ការនឹង Gus ឲ្យបានលឿនបំផុតតែ Jesse បែរជាមិនចង់និយាយពីរឿងនេះប្រាប់ទៅថាគាត់សូមចូលបន្ទប់ទឹកតែនៅពេល Walter នៅតែម្នាក់ឯងក៏មានសំឡេងសារចូលមកក្នុងទូរស័ព្ទរបស់ Jesse នៅពេល Walter យកមកបើកមើលក៏ឃើញថាជាសារមកពីម៉ៃមិនឈប់ការណាត់ជួបមានបញ្ហាកើតឡើងមេមិនទំនេរនៅពេលឮសំឡេង Jesse ត្រឡប់មក Walter ក៏បានយកទៅដាក់នៅកន្លែងដើមវិញតែគាត់ក៏នៅចិត្តល្អប្រាប់ Jesse ទៅថាមានអ្នកទេមករកមកដល់ពេលនេះ Walter ក៏លែងទុកចិត្ត Jesse តទៅទៀតហើយដោយមិនបានគិតឡើយថាគ្រប់យ៉ាងដែលពួកគេកំពុងនិយាយគ្នាកាសកំពុងលួចស្ដាប់ចំណែក Gus ក៏ចាំមើលស្ថានភាពរបស់ពីរអ្នកនោះថាយ៉ាងម៉េចហើយតែនៅពេលនោះម៉ៃក៏បានទេមកដើម្បីរាយការណ៍ពីស្ថានភាពនៅពេលនេះទាំងប៉ូលីសនិង DEA គ្មាននរណាសង្ស័យលើ Gus សូម្បីតែបន្តិចលើកលែងតែ Hank ម្នាក់គត់សំខាន់ជាងនោះ Hank គ្មានដីកាអនុញ្ញាតឲ្យដាក់ឧបករណ៍តាមដាននឹងឡានរបស់ Gus ឡើយបើរឿងនេះឮទៅដល់មេរបស់ Hank អនាគតការងាររបស់ Hank ប្រកាសជាចប់ចំណែកខាងម៉ៃក៏ត្រូវតែប្រុងប្រយ័ត្នឲ្យខ្លាំងជាងមុនដើម្បីកុំឲ្យបន្សល់ភ័ស្តុតាងតែបញ្ហាមួយទៀត Gus ត្រូវទប់ទល់ជាមួយនឹងក្រុមពួក Mexico ហើយពួកនោះតែមួយក៏មិនមែនជាបញ្ហាតែ Gus ត្រូវទប់ទល់ជាមួយនឹង Hank រួមទាំង Walter ដែរនេះវាខ្លាចជាបញ្ហាធំហើយ Gus ត្រូវតែធ្វើអ្វីម្យ៉ាងតែមុននោះគាត់មានរឿងសំខាន់ត្រូវធ្វើគាត់បានដើរទៅដល់ឧបករណ៍តាមដានចេញពីឡានរបស់គាត់ហើយយកវាទៅដាក់ចោលនៅម្ដុំហាងរបស់គាត់ការស្មានបើកឡានចេញទៅគោលដៅក៏មិនមែនជាកន្លែងណាឆ្ងាយផ្ទះរបស់មនុស្សចាស់ជរាការដែល Gus ទៅរកអ៊ំជួយកណ្ដឹងក៏មិនពេញចិត្តស្រាប់ហើយដោយ Gus ក៏បានរអ៊ូបញ្ហាដ៏ស្មុគស្មាញរបស់គាត់ឲ្យអ៊ំបានស្ដាប់ទាំងរឿងដែលពួក Mexico ចាប់ផ្ដើមវាយប្រហារមកគាត់ពេញទំហឹងចំណែកខាង DA ក៏ចាប់ផ្ដើមកកកាយប្រវត្តិរបស់គាត់មិនព្រមលែងហើយវាជាថ្ងៃនេះមែន Hector រឿងរវាងពួកយើងទាំងពីរវាតាំងពីពេលដែល Gus ចាប់ផ្ដើមអាជីវកម្មរបស់គាត់ដំបូងនៅមីស៊ីកូគាត់មកជាមួយនឹងមិត្តសម្លាញ់របស់គាត់ម្នាក់ដែលមានឈ្មោះថា Mac ពួកគេមកទីនេះក្នុងឋានៈភ្ញៀវដែលត្រូវអញ្ជើញមកបែបមិនសូវជាល្អណាស់ដោយអ្នកដែលនៅចាំពួកគេមានអ៊ំជើងកណ្ដឹងនៅសម័យដែលកំពុងស្ទាវដើរមកនោមដាក់ស្រាទឹកដោយមិនកាញ់ចិត្តនរណាទាំងអស់ម្នាក់ទៀតគឺបូសានិងមេខ្លោងដែលធំបំផុត Eladio ជាអ្នកដែលអារម្មណ៍ល្អចូលចិត្តនិយាយលេងសើចតែពោពេញទៅដោយគ្រោះថ្នាក់និងភាពប្រៃសៃពួកគេទាំងសងខាងសួរសុខទុក្ខគ្នាតាមធម្មតាគ្មានអ្វីច្រើនទេដោយ Gus នៅពេលនោះក៏ប្រើហាងមាន់បំពងដើម្បីបាំងមុខដែររសជាតិក៏មិនចាំបាច់ត្រូវនិយាយសូម្បីតែ Mafia ដូចជា Eladio ក៏ចិត្តដែរដោយអាជីវកម្មហាងមាន់បំពងរបស់ពួកគេក៏ចែកការងារគ្នាយ៉ាងល្អការជាអ្នកគ្រប់គ្រងនិងមើលថែលើអាជីវកម្មទាំងមូលដែល Mac ជាអ្នកគ្រប់គ្រងលើការផលិតរួមទាំងការផលិតគ្រឿងញៀនដែរនៅពេលនេះពួកគេក៏លក់អាយពូខៀវដូចនឹងលក់នៅពេលបច្ចុប្បន្នគ្រាន់តែគុណភាពវាខុសស្រឡះពីរបស់ Walter តែអ្វីដែលសំខាន់ពួកគេមកលក់ក្នុងទឹកដីរបស់ Eladio ធ្ងន់ជាងនោះទៅទៀតមកលក់ឲ្យកូនចៅរបស់គាត់ឬមិនរួចទេកាសក៏បានដោះសារថាគាត់មិនបានលក់ឲ្យទេគ្រាន់តែចាយឲ្យសាកតែប៉ុណ្ណោះវាជាផែនការផ្ញើអវ៉ាន់មកដល់ដៃរបស់មេក្រុម Mafia ដូចជា Eladio គោលបំណងរបស់ពួកគេទាំងពីរចង់ចូលរួមអាជីវកម្មដែរដែល Mac ក៏បានអធិប្បាយពីគុណភាពរបស់ផលិតផលពួកគេវាបរិសុទ្ធនិងមានគុណភាពខ្ពស់ជាងរបស់ដែលលក់នៅតាមទីផ្សារវានឹងជួយបង្កើនកម្រៃក្នុងអាជីវកម្មបាន3ទៅ4ដងតែវាក៏មិនមែនជារឿងងាយស្រួលទេក្នុងការបញ្ចុះបញ្ចូល Eladio ព្រោះគាត់ក៏មានផលិតផលដែលនាំចូលមកពី Colombia ដែរតែ Gus ក៏បានប្រើប្រយោជន៍ពីចំណុចនោះ Cocaine អាចបានត្រឹមតែនាំចូលមកពី Colombia តែអាចផលិតបាននៅគ្រប់ទីកន្លែងព្រមទាំងបាននិយាយមើលងាយទៅទៀតថាបើលោកឯងនៅតែលក់វាលោកឯងបានត្រឹមតែជាឈ្នួនកណ្ដាលនរណាមិនដឹងហ៊ានមកវាតម្លៃអាជីវកម្មរបស់ពួកគេបែបនេះ Eladio ក៏មិនពេញចិត្តយ៉ាងខ្លាំងចង្វាក់មួយគាត់ក៏បានប្រាប់អ៊ំជើងកណ្ដឹងទៅយកភេសជ្ជៈឲ្យភ្ញៀវបន្តិចនៅខណៈនោះ Mac ក៏ព្យាយាមអធិប្បាយពីភាពអស្ចារ្យរបស់ឯងមិនព្រមឈប់ Eladio ក៏បានសួរទៅខ្លីៗថាបើ Mac ជាអ្នកផលិតហេតុអីបានជាគាត់ចាំបាច់ត្រូវទុក Gus អាជីវករដែលហ៊ានយករបស់មកលក់ពីក្រោយខ្នងគាត់អ្នកដែលរៀបចំផែនការធ្វើឲ្យគាត់និងមិត្តភក្តិត្រូវមកណាត់ជួបនៅថ្ងៃនេះ Gus នៅពេលនេះក៏គ្មានអំណាចអ្វីទៅបានត្រឹមតែសុំទោសដែលធ្វើឲ្យ Eladio មិនពេញចិត្តធ្វើឲ្យមិត្តភក្តិដូចជា Mac ក៏ជួយនិយាយមិនថែមទៀតតែបញ្ហាគឺគាត់និយាយមិនព្រមឈប់ថែមទាំងនិយាយលឿនទៀតតែមិនយូរប៉ុន្មានភេសជ្ជៈដែលអ៊ំជើងកណ្ដឹងទៅយកមកក៏បានចូលទៅក្នុងក្បាលរបស់ Mac Gus ដែលជាមិត្តភក្តិក៏ខឹងយ៉ាងខ្លាំងនេះជាហេតុដែលធ្វើឲ្យគាត់មានកំហឹងផ្ទាល់ខ្លួនជាមួយនឹងអ៊ំជើងកណ្ដឹង Eladio ក៏បានដើរចូលមកបញ្ជាក់ប្រាប់ Gus បន្ថែមទៀតថាបានជាឯងនៅមានជីវិតក៏ព្រោះតែគាត់ដឹងថាឯងជានរណាតែចាំទុកនៅក្នុងខួរក្បាលផងនៅពេលនេះឯងមិនបាននៅក្នុងទឹកដីរបស់ Chile ទេបង្ហាញឃើញថា Gus កាលពីនៅ Chile ក៏មានអំណាចមិនចេះតិចដែរតែបញ្ហានេះគឺជាទឹកដី Mexico ត្រឡប់មកពេលបច្ចុប្បន្ន Gus ក៏បានខ្សឹបដល់អ៊ំជើងកណ្ដឹងថាមើលមកគាត់នេះតែអ៊ំក៏មិនហ៊ានងាកមកមើលទេព្រោះពេលនេះគាត់ខឹងយ៉ាងខ្លាំងដៃជើងញ័រទៅទាំងអស់តែមិនអាចធ្វើអ្វីបានព្រោះសភាពរាងកាយរបស់គាត់ដែលជាបែបនេះ Gus ក៏បានប្រាប់ថាមិនអីទេចាំលើកក្រោយគាត់នឹងយកដំណឹងល្អមកឲ្យមុននឹងបានដើរចេញទៅហើយរឿងក៏បានមកដល់ទីបញ្ចប់អរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនា